ទឹកកមុនអត់មានទេឥឡូវយើងគម្រោងរបស់ស្រុកយើងចាប់ដើមស្ដារបន្លាយនេះតែភ្ជាប់ជាមួយនឹងស្ទឹងបាទនៅក្នុងស្រុករបស់យើងកន្លែងនេះយើងបើកវាឲ្យធំឲ្យមានចរន្តទឹកចូលហើយខាងនេះដូចគ្នាតែយើងស្ដារដូចគ្នាដែរហើយអញ្ចឹងដើម្បីមានទឹកប្រើប្រាស់នៅរដូវប្រាំងឬក៏អាចជាវស្សារំដោះទឹកចំនួនផងដែរគឺយើងអាចមើលទៅធ្វើជាបង្កើននៅកន្លែងទេសចរមួយដែលអាចតាក់ទាញពីខាងនោះមកបាទមានទូកឬក៏អីហ្នឹងគឺយើងអាចបានកន្លែងតែហ្នឹងធ្វើទៅខាងលើហើយណាមួយទៀតកន្លែងនេះជាទីប្រជុំជនដែរដែលបងប្អូនប្រជាពលរដ្ឋច្រើនក៏រស់នៅទីនេះហើយកន្លែងនេះគឺជាកន្លែងមួយដែលសំខាន់ទីប្រជុំជននៃការឆ្លងកាត់ហើយកន្លែងនេះពេលល្ងាចស្អាតណាស់បាទគឺមានទឹកបាទហើយមើលទៅអាកាសធាតុឬក៏អីហ្នឹងគឺល្អតែម្ដងទេសភាពនៅទីនេះគឺស្អាតណាស់នៅក្នុងស្រុករបស់យើងហើយយើងប្រើប្រាស់ទឹកទីនេះសម្រាប់អត្ថប្រយោជន៍ទី1ស្រោចដំណាំផ្សេងហើយក៏ដូចជានៅខែវស្សារំដោះទឹកបាទកន្លែងនេះដែលយើងធ្វើអញ្ចឹងសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋទាំងអស់នៅពេលដែលឃើញគម្រោងនេះមានការចូលរួមទាំងអស់គ្នាព្រោះនេះជាគម្រោងរបស់ស្រុកហើយក្រោមការដឹកនាំនិងចង្អុលបង្ហាញពីគណៈដឹកនាំនៃការធ្វើការអភិវឌ្ឍជាពិសេសអាដាមបណ្ឌិតមកចនិនអភិបាលនៃគណៈអភិបាលខេត្តគឺជំរុញឲ្យក្រុមស្រុកទាំងអស់ធ្វើការអភិវឌ្ឍធ្វើម៉េចបំរើទៅដល់សេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន